ព្រោះម៉ាក់ខ្ញុំកំព្រាបុកតាំងពីតូចម៉ាក់គាត់ជំបីបាញ់ខ្ញុំតាំងពីតូចអូនមកដល់ពេលនេះគាត់អត់មានអីក្នុងដៃទេតែគាត់ខ្ញុំគាត់អត់ចេះអសអីទេថ្ងៃគាត់ហំពើពេលយប់គាត់ទៅធ្វើការយប់ពេលបើគាត់ទៅធ្វើការដែរគាត់មិនជាអ្នកធំដល់មីមិនជាអ្នកមកស្អាតនៅថ្លៃធ្វើការមួយប៉ុន្តែគាត់ធ្លាប់សួរខ្ញុំថាកូនខ្វះគេអត់មានម្ដាយអញ្ចឹងតែខ្ញុំប្រាប់គាត់ថាខ្ញុំអត់ខ្វះគេខ្ញុំមិនអត់មកអរគុណម៉ែធ្វើអីដើម្បីកូនតែពេលខ្លះក៏ខ្ញុំមានកំហុសចំពោះគាត់ដែរពេលខ្ញុំអត់សប្បាយចិត្តពេលខ្លះខ្ញុំដឹងខ្លួនឯងខុសហើយខ្ញុំលួចយកម្នាក់ឯងអត់ហ៊ានប្រាប់គាត់ទេគាត់អត់រំខ្ញុំឲ្យដើរផ្លូវល្អគាត់ពីទូគាត់ហៅវាយខ្ញុំតែពេលធំគាត់ថាគាត់ស្វាយកូនហើយពួកអីកូនធំហើយកូនចេះគិតខ្លួនឯងហើយអញ្ចឹងម៉ែអត់មានអីទៅបារម្ភពីកូនទេតែអ្វីដែលខ្ញុំយល់ទៅសាគាត់ជាមនុស្សស្រីម្នាក់ក្លាហានគាត់រឹងមាំគាត់អាចចំកូនស្រីដល់12នាក់ធំមកដល់ពេលនេះហើយបើសិនជាគ្មានខ្ញុំហើយបងស្រីខ្ញុំគេគាត់ប្រាប់ខ្ញុំថាគាត់អាចចង់រស់នៅលើលោកនឹងទៀតទេម្ដាយនឹកអល័យស្រមៃអាណិតកូនបែមិនបាននឹកនៅកូនរកងារក្តៅចិត្តម៉ែមិន